ជំរាបសួរបងប្អូនទាំងអស់គ្នាមករយៈពេលមុនគឺនាងខ្ញុំបានផុសវីដេអូតាក់ទងនឹងពេលដែលនាងខ្ញុំអត់មានត្រីញ៉ាំនាងខ្ញុំបានឲ្យបងប្អូនប្រុសរបស់នាងខ្ញុំទៅចាក់ត្រីនៅក្នុងត្រាងពូនាងខ្ញុំឬក៏ពេលខ្លះយើងយកសទូចទៅស្ទូចអីចឹងណាចឹងមានបងប្អូនគាត់បានខមមិនសួរច្រើនសួរថាត្រីនៅទន្លេហ្នឹងភាគច្រើនគេចិញ្ចឹមត្រីប្រភេទអីហើយមួយទៀតតើគេចិញ្ចឹមហ្នឹងគេចិញ្ចឹមគ្រាន់តែទុកស្លធ្វើម្ហូបទេឬក៏គេចិញ្ចឹមឲ្យធំហើយចាប់យកទៅលក់ហើយពេលដែលយើងលក់ហ្នឹងតើយើងយកទៅលក់នៅណាអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំមកបង្ហាញជូនបងប្អូនដោយសារតែថ្ងៃនេះគឺពូនាងខ្ញុំគាត់ចាប់ត្រីនៅក្នុងត្រាងនឹងលក់អីនៅភូមិនាងខ្ញុំភាគច្រើនគឺគេចិញ្ចឹមត្រីប្រាត្រីពោត្រីអណ្ដែងត្រីរ៉ស់ត្រីឌីបអីជាដើមហើយពូជទាំងអស់ហ្នឹងគឺយើងមិនមែនរកបាននៅទន្លេនឹងហើយយកមកដាក់ចិញ្ចឹមគឺអត់ទេគឺយើងទៅទិញពូជត្រីពីខាងលើគោកយកមកចិញ្ចឹមវិញគ្រាន់តែថាត្រីពោគឺយើងភាគច្រើនបានទិញពូជគេទេយើងទិញពីអ្នកដែលគេរាយម៉ោងបាននៅទន្លេហ្នឹងដូចត្រីពោនៅក្នុងត្រាងត្រីពូនាងខ្ញុំនេះគឺបងប្រុសនាងខ្ញុំក៏រកបានពូនាងខ្ញុំក៏ទិញតឬថាក្បាលតូចៗអញ្ចឹងមកក្បាល1000ឬក៏500អីអញ្ចឹងទៅគឺយើងលក់ឲ្យគាត់ទៅគាត់យកទៅប្រឡេងនៅក្នុងត្រាងហ្នឹងហើយត្រីហ្នឹងគឺយើងមិនមែនចិញ្ចឹមទុកធ្វើម្ហូបទេគឺយើងចិញ្ចឹមលក់គ្រាន់តែថាថ្ងៃណាយើងតល់អត់មានត្រីញ៉ាំត្រីស្លអីហ្នឹងគឺយើងអាចស្ទូចវាមួយក្បាលពីរក្បាលយកទៅដោះតល់បានមួយគ្រាដែរចំពោះនុយដែលយើងដាក់ឲ្យវាស៊ីហ្នឹងភាគច្រើនគឺយើងដាក់ជាប្រភេទក្បាលត្រីកាភ្លៀងឬក៏ត្រីតូចៗហើយនុយដែលប៉ានាងខ្ញុំកំពុងតែដាក់នេះគឺត្រីកាភ្លៀងដែលយើងលើសាច់ចេញទៅវាមិនមានក្បាលហើយមានជាប់ឆ្អឹងអីនៅជាមួយហ្នឹងគឺយើងសល់យើងយកទៅឲ្យវាស៊ីបង្កាលពីមុនដែលត្រីសបោបងប្អូនត្រីអ្នកទន្លេចិញ្ចឹមភាគច្រើនគឺយើងឲ្យតែជាប្រភេទក្បាលត្រីកាភ្លៀងអានុយត្រីសកត់ប្រាក់ត្រីអីតូចៗហ្នឹងយើងរកបានយើងដាក់ឲ្យវាស៊ីបើមិនអញ្ចឹងទេយើងទិញពីគេណាគេមានលក់ក៏យើងទិញដាក់ឲ្យវាស៊ីទៅមួយអាទិត្យឬក៏មួយខែយើងដាក់ឲ្យវាស៊ីប្រហែលដងហើយមួយទៀតហ្នឹងបើយើងមានជាប្រភេទបាយកកដូចម៉ាក់នាងខ្ញុំកំពុងតបាចហ្នឹងគឺជាប្រភេទបាយកកដែលយើងសល់គឺយើងអត់ចោលទេយើងបាចចូលក្នុងត្រាំងត្រីហ្នឹងឲ្យវាស៊ីហើយដែលពូនាងខ្ញុំកំពុងតបាចនេះគឺជាប្រភេទចំណីត្រីដែលយើងទិញមកពីខាងគោកនឹងឯងកាលពីមុនអ្នកទន្លេចិញ្ចឹមត្រីគឺមិនងាយប្រើចំណីត្រីការុងអីអញ្ចឹងទេណាបងប្អូនភាគច្រើនដូចនាងខ្ញុំប្រាប់មិញអញ្ចឹងគឺយើងមានបាយសល់ដាក់វាស៊ីអញ្ចឹងទៅឬក៏យើងទិញក្បាលត្រីទិញអាត្រីតូចៗបើមិនអញ្ចឹងទេគេបបរកតក់យើងទិញកតក់ទាំងការុងទុកនៅផ្ទះអញ្ចឹងទៅយើងបបរដាក់លីជាមួយនឹងតកួនឬក៏ដាក់លីជាមួយនឹងរុក្ខជាតិអីផ្សេងដែលគិតថាត្រីនឹងអាចស៊ីបានយើងដាក់បបរជាមួយនឹងកតក់នឹងឲ្យវាស៊ីឬក៏ពេលខ្លះទៀតយើងទិញបាយក្រៀមពីគេដូចថាអ្នកក្នុងស្រុកក្នុងភូមិអីចឹងទៅគេមានបាយសល់គេមិនហាលធ្វើជាបាយក្រៀមអញ្ចឹងយើងទិញពីគេទៅ1គីឡូ500 1000ឬក៏6700គឺយើងទិញទុកពេលដែលយើងត្រូវដាក់ចំណីត្រីគឺយើងបបរកតក់ជាមួយនឹងអាបាយក្រៀមនឹងឬក៏ជាមួយតកួនអីជាដើមតែដល់ពេលបច្ចុប្បន្ននេះកតក់នឹងវារៀងថ្លៃជាងមុនហើយបើសិនជាយើងធ្វើបបរកតក់នឹងឲ្យត្រីស៊ីគឺយើងត្រូវការចំណាយពេលអញ្ចឹងយើងអត់មានពេលគ្រប់គ្រាន់ហើយមួយទៀតនឹងអានុយត្រីតូចៗក្បាលត្រីកាភ្លៀងអីហ្នឹងក៏អត់សូវសម្បូរដែរដោយពេលបច្ចុប្បន្ននេះគឺអត់មានលក់ទេតទៅដល់កាលវាមានអីចឹងទៅយើងទិញដាក់វាស៊ីអញ្ចឹងការផ្ដល់ចំណីឲ្យត្រីហ្នឹងគឺវាមិនសូវជាបានគ្រប់គ្រាន់ហ្មងទេមានតែយើងទិញអាចំណីត្រីស្រាប់នឹងឯងយកមកឲ្យវាស៊ីបន្ថែមទៀតហើយបើសួរថាគេចិញ្ចឹមត្រីហ្នឹងប្រហែលខែប្រហែលឆ្នាំទើបអាចចាប់លក់បានគឺយើងអាចកំណត់បានទេគឺអាស្រ័យទៅលើអ្នកចិញ្ចឹមហ្នឹងបើសិនជាយើងយកវាមកចិញ្ចឹមហ្នឹងយើងផ្ដល់ចំណីថែទាំវាបានល្អចំណីគ្រប់គ្រាន់វាឆាប់ធំហើយអញ្ចឹងតែ6 7ខែ8ខែហ្នឹងគឺយើងអាចចាប់លក់បានហើយតែបើសិនជាយើងផ្ដល់ចំណីឲ្យវាមិនទៀងទាត់ទេវាស៊ីស្លាយក្នុងទឹកនឹងផងយូរបានយើងដាក់ចំណីឲ្យវាធ្វើមិនវាឆាប់ធំធាត់អញ្ចឹងការចំណាយពេលចិញ្ចឹមហ្នឹងក៏រៀងយូរទៅតាមហ្នឹងទៅពេលខ្លះដល់មួយឆ្នាំលើសអីបងប្អូនភាគច្រើនមិនថាគេឬក៏នាងខ្ញុំទេអត់ចូលចិត្តញ៉ាំត្រីចិញ្ចឹមទេដោយសារតែត្រីចិញ្ចឹមវាធំឆ្អាបខ្លាំងហើយមួយទៀតហ្នឹងគឺរំអិលច្រើនហ្មងចូលចិត្តតែត្រីស្រែឬក៏ត្រីទន្លេតែសម្រាប់ត្រីចិញ្ចឹមនៅទន្លេភូមិនាងខ្ញុំនេះហាគឺថាដូចត្រីធម្មជាតិអញ្ចឹងឯងដោយសារតែពេលដែលយើងចិញ្ចឹមហ្នឹងគឺយើងចិញ្ចឹមនៅក្នុងត្រាំងត្រីហើយចរន្តទឹកចេញចូលរហូតបើតាមនាងខ្ញុំដឹងបងប្អូនអ្នកគោគាត់ចិញ្ចឹមត្រីគាត់ជីកស្រះហើយទឹកហ្នឹងគឺយើងអត់ដឹងថាគេដូរចេញដូរចូលមិនទេតែនៅទន្លេគឺទឹកហូរអូតូធម្មជាតិហ្មងហើយមួយទៀតគេថាអ្នកទន្លេចិញ្ចឹមត្រីធ្វើប្រគុណនៅលើត្រាំងត្រីនឹងហ្មងបាត់ដៃបាត់ជើងទម្លាក់ចូលនៅក្នុងត្រាំងហ្នឹងឲ្យត្រីស៊ីមិនមែនទេបងប្អូនធ្វើទៅបិទថាអ្នកទន្លេបាត់ដៃបាត់ជើងនៅក្នុងទឹកក៏ពិតមែនក៏ប៉ុន្តែប្រគុណហ្នឹងគឺធ្វើដាច់ដលែកមិនមែនចិញ្ចឹមត្រីហើយទៅធ្វើប្រគុណនៅពីលើត្រាំងត្រីហ្នឹងហើយទៅបាត់ដៃបាត់ជើងដាក់ចូលក្នុងត្រាំងឲ្យត្រីស៊ីគឺអត់ទេដល់ទៅពេលលឺនាងខ្ញុំនិយាយអញ្ចឹងបងប្អូនខ្លះគាត់អាចនិយាយទីដែរថាទោះបីជាមិនបានធ្វើប្រគុណនៅលើត្រាំងត្រីក៏ប៉ុន្តែយើងមិននាំគ្នាបាត់ដៃបាត់ជើងចូលនៅក្នុងទឹកអញ្ចឹងអាទាំងអស់ហ្នឹងលាយចូលក្នុងទឹកចរន្តទឹកហូរចេញចូលអីហ្នឹងក៏ត្រីវាអាចស៊ីវាអាចផឹកអីខ្លះដែរនិយាយទៅអាហ្នឹងនេះខ្ញុំអត់បដិសេធទេគាត់ថាចង់បញ្ជាក់ប្រាប់បងប្អូនថាអ្នកទន្លេចិញ្ចឹមត្រីហ្នឹងគឺមិនបានតែធ្វើប្រគុណនៅលើត្រាំងត្រីបាត់ដៃបាត់ជើងទម្លាក់ចូលនៅក្នុងហ្នឹងហ្មងគឺអត់ទេ
ហើយពេលដែលយើងត្រូវការលក់ត្រីហ្នឹងគឺយើងអាចដឹកយកទៅលក់ខ្លួនឯងផ្ទាល់នៅសៀមរាបឬក៏បាត់ដំបងក៏បានដែរតែបើសិនជាយើងមិនចង់ដឹកលក់ខ្លួនឯងទេគឺយើងលក់ឲ្យគេតនៅហ្នឹងអញ្ចឹងពេលដែលយើងលក់ឲ្យគេនៅហ្នឹងគឺគេបើកកណូតមកដល់ផ្ទះយើងទិញហ្មងគឺយើងមិនចាំបាច់ទៅចាប់ត្រីហ្នឹងដឹកយកទៅលក់ឲ្យគេទេយើងនិយាយត្រូវថ្លៃគ្នាហើយគឺគេបើកកណូតមកទិញដល់ផ្ទះយើងហ្នឹងហ្មងដោយបងប្អូនឃើញអញ្ចឹងគឺយើងចាប់ត្រីដាក់កត្រកបន្ទាប់មកលើកថ្លឹងហើយបន្ទាប់មកទៀតហ្នឹងគឺមានអ្នករងចាំកត់ភ្នែកចេញដែលមានអ្នកទិញម្នាក់ហើយនឹងយើងម្ចាស់ត្រីនឹងម្នាក់យើងកត់ចឹងទៅដល់ពេលថ្លឹងត្រូវហើយក៏គេចាក់ចូលនៅក្នុងកណូតនឹងដែលកណូតនឹងគឺមានទឹកសម្រាប់យើងដាក់ប្រោះត្រីបានណាហើយត្រីពោយើងអត់លក់ទេត្រីពោហ្នឹងយកទៅដាក់ណាវិញហ្នឹងចាំអត់ប្រោះទុកនៅនោះហើយប្រោះទុកក្នុងកណូតនេះសុំសម្លាញ់ទៅនេះត្រីពោយើងអត់លក់ទេត្រីពោយើងទុកញ៉ាំត្រីក៏លើកដាក់ខ្លាំងទៅដាក់ចាំដល់ធំមែនហ្នឹងចូលយើងមិនចូលពេលគេខ្លាំងហើយគេចាក់ចូលនៅក្នុងនេះឯងគេកត់ខំអានេះអត់ដាក់ទឹកទេអូនដាក់កត់មកគេបាញ់ទឹកប្រោះវាមិននៅដុកនោះមិនយកមកតាំងកាលពីមុនត្រីពូមីងខ្ញុំត្រីយាយខ្ញុំពេលគាត់ចិញ្ចឹមចេះគឺគាត់ច្រើនតែចាប់យកទៅលក់នៅបាត់ដំបងខ្លួនឯងតែឥឡូវយើងអត់ដូចមុនទេមានឈ្មោះកដាគាត់មកទិញត្រូវថ្លៃគ្នាយើងក៏លក់ហើយគេក៏ដឹកយកទៅលក់បន្តនេះតែគេច្រើនពួកគាត់ដឹកទឹកអោនេះដឹកទៅខាងសៀមរាបវិញមែនមនុស្សដឹកទៅខាងសៀមរាបហើយដល់ខ្លាំងនេះក៏បើចូលហើយចូលភ្លក់ភ្លក់ហើយអូដាក់ទឹកនៅluônដាក់ទឹកច្រើនងងមកគេបែងចែកអាណារៀងធំគេដាក់នៅនេះអារៀងធំដាក់នៅហ្នឹងអាតូចគេយកមកចាក់ប្រោះនៅនេះហើយវាចូលគ្នារួចទេដោយសារតែគេធ្វើឃ្លុបបិទវាគេធ្វើឃ្លុបខណ្ឌចែកវាទៅវាមិនអាចចូលគ្នាបានទេគេធ្វើឃ្លុបបិទដាក់សាច់ណែខារី5ដាក់ខារី5អូស្កាទៀតចង់មកអូ5ឆ្នាំមកអូយសាច់5ទៅសាច់នេះនេះខ្ញុំយកមានអ្នកចាំកត់បញ្ជីបើមិនចាំកត់បញ្ជីទេយើងនេះហ่าអូនចាំមកស្នាញ់ទៀតសិនបានអាធំណាឥឡូវវានៅតែតូចចាំមួយទៀតសិនឥឡូវគេចាប់បានចុះគីទៀតហើយដាក់មកនេះតែមេចាប់ត្រីរដងដែរត្រី5មុតអត់អីហ៎វាហៅបុកយើងអីចឹងហៅបុកស្លងខ្លះនេះមួយដល់នេះដាក់ចុងទៅហើយចោលត្រី Mà nó là lên con bạc kia chưa nữa. Rồi, hả? Bông bông nào ăn miên tray ấy mà nhưng mà ơi tray mà nè mà các bạn tray ra tà lề tray trăm có 1 mét mà chiết ngắn thế này buôn có thay con vô đập cho bà
15 ក្បកម៉ានចា13 គីឡូណែសុំចែកត្រីយកទៅញ៉ាំណែគេទិញត្រីលក់អានេះយើងទិញយកទៅញ៉ាំអត់អីទេវាលោទៅអូនត្រីប្រាវាអត់ស្អីនេះទេណែគេទិញយកទៅធ្វើម្ហូបអានេះទិញយកទៅព្រៃមែនអូនអូ Bây giờ đi nè, phàm cái đâu. Chẳng nào ôi ôi mà nào, nhìn ơi luôn. Nè. Để tục rất phần. Cho say phi nó phàm đâu. Đây đây cái bơ phá tay. Đi rồi. Bây các bà đi mình tích thế nào. Đi thông thông nó đi rồi, sao màu chặt. Mà đâu ở đâu tích. Năm về một cao tê. 7 គីឡូnó sao. Ô, lột một mặt.ដាក់សាច់ម៉ោងណា Cái mình muốn mình chăm tay tay chơi tê chăm đồng rập tàu nè tinh ní cứ qua tinh tập 500 គីឡូសិនទេគាត់អត់ទិញទាំងអស់ទេទៅតែវគ្គក្រោយបានគាត់មកចាប់យកទៀតភ្លៀងហ្មងនេះអូអត់ចូលផ្ទះចូលអីទៅគឺថាអង្គុយទាំងភ្លៀងអញ្ចឹងហ្មងរិចទាំងលុយរិចទាំងអ្នកខនជី507 កន្លះឥឡូវបន្ទាប់ពីគេចាក់ត្រីបានហើយគេចេញកណូតទៅវិញហើយអូនកណូតណៃ 10000 លើហេកណូតហ្នឹងជាង 10000 នេះកណូតធំដឹកត្រីនឹងមួយបងប្អូនជាង $10000 កណូតស្មាច់កាលពីមុនភាគច្រើនគេប្រើកណូតឈើតែឥឡូវគឺគេនិយមស្មាច់ហើយតាំងម៉ាស៊ីនតាំងកណូតហ្នឹងជាង 10000 ណាបងប្អូនមិនធម្មតាណាវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណសម្រាប់ការចំណាយពេលទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ